ចាថ្ងៃសម្រាប់ចុងសប្តាហ៍លោកប្តីនាំមកដើរលេងចាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាមួយរយៈនេះខ្ញុំខានបានចេញវីដេអូវែងយូរហើយក៏អត់សូវមានវីដេអូថ្មីជូនពុកម៉ែបងប្អូនដែរចាថ្ងៃនេះខ្ញុំមានវីដេអូថ្មីហើយមកដើរលេងនៅក្នុងប្រទេសហូឡង់ដោយសារតែអាកាសធាតុដូចថាយើងល្អបងប្អូនមិនត្រជាក់ខ្លាំងទេអញ្ចឹងទៅនាំអារម្មណ៍ពុកម៉ែបងប្អូនមកមើលទីក្រុងមួយនៅក្នុងប្រទេសហូឡង់គឺពិតជាស្រស់ស្អាតមែនតើបងប្អូនទីក្រុងនេះមានឈ្មោះថា Zaandam អញ្ចឹងកុំប្រកាន់ណាបងប្អូនដោយសារតែភាសាហូឡង់ខ្ញុំអត់សូវប្រកែទេចាហើយទីក្រុងនេះគឺឃើញល្បីមានភ្ញៀវទេសចរទៅថតលេងច្រើនមែនតើពុកម៉ែបងប្អូនប៉ុន្តែខ្ញុំអត់ដែរបានមកទេជាទូទៅកន្លែងណាក៏ខ្ញុំទៅដែរខ្ញុំមកមួយឆ្នាំដំបូងអីខ្ញុំដើរអស់ហើយបងប្អូនហើយទីក្រុងកន្លែងណាដែលស្អាតគឺខ្ញុំទៅមិនក្រោម10ដងទេប៉ុន្តែរយៈពេល6ឆ្នាំនេះដែលខ្ញុំមករស់នៅទីនេះហើយខ្ញុំដើរច្រើនខ្ញុំពិតជាមានអារម្មណ៍មួយថាធុញថប់នឹងទីក្រុងចាហើយអញ្ចឹងទៅគឺខ្ញុំអត់ចង់ទៅដើរលេងទេចាហើយយូបានប្តីអូសចេញមកម្ដងអត់ដឹងមិនដែរបងប្អូនខ្ញុំដូចលក្ខណៈថាខ្ញុំចាញ់នឹងអាកាសធាតុនៅក្នុងប្រទេសហូឡង់ពេលខែត្រជាក់ផងអញ្ចឹងទៅខួរក្បាលរៀងស្ពឹកបងប្អូនចាមិនមែនដែលថាប្តីខ្ញុំភាគច្រើនគាត់ចង់ជូនចេញទៅដើរលេងបងប្អូនឲ្យឆ្លាស់មកឆ្លាស់មាត់ប៉ុន្តែឲ្យតែខែត្រជាក់គឺខ្ញុំក្រែងនៅតែក្នុងផ្ទះខ្ញុំអត់ចង់ចេញទៅខាងក្រៅទេមិនមែនថាខ្ញុំនៅតែផ្ទះ24ម៉ោងរហូតទេអត់ទេខ្ញុំចេញទៅក្រៅដែរប៉ុន្តែគាត់ថាខ្ញុំអត់ចិត្តទៅកន្លែងណាដែលមានភ្ញៀវទេសចរច្រើនមានមនុស្សដើរច្រើនអញ្ចឹងរបៀបថារៀងពលមនុស្សបងប្អូនចាអញ្ចឹងទៅតែឥឡូវនេះចាប់ផ្ដើមអាកាសធាតុល្អក៏លោកប្តីនាំចេញមកខាងក្រៅនឹងហើយខ្ញុំបានឃើញខមមិនពុកម៉ែបងប្អូនជាច្រើនដែលគាត់រងចាំវីដេអូថ្មីរបស់នាងខ្ញុំនិងគ្រួសារហើយគាត់ថែងទៅថាចូលចិត្តក្រុមគ្រួសារខ្ញុំចង់ឃើញវីដេអូថ្មីឲ្យខ្ញុំថតឲ្យបានច្រើនអញ្ចឹងណាចាពុកម៉ែបងប្អូនទាំងអស់គ្នាដែលស្រឡាញ់ចូលចិត្តគាំទ្រក្រុមគ្រួសារខ្ញុំពិតជារំភើបសប្បាយរីករាយមែនតែនហើយខ្ញុំនឹងព្យាយាមធ្វើវីដេអូថ្មីអញ្ចឹងណាពុកម៉ែបងប្អូនដែលសារតែឥឡូវនេះនៅក្នុងប្រទេសហូឡង់ជារដូវផ្កាមួយដែលគេហៅថារដូវផ្ការីកហើយនឹងមានទិដ្ឋភាពល្អអញ្ចឹងបងប្អូនចាអាកាសធាតុក៏ល្អប្រសើរឡើងវិញដែរអត់ដូចការខែត្រជាក់ទេខែត្រជាក់គឺខ្ញុំនៅតែក្នុងផ្ទះធ្វើវីដេអូគ្រួសារអីចឹងណាបងប្អូនអត់សូវបានបង្ហាញពុកឲ្យបងប្អូនទេអញ្ចឹងឥឡូវនេះគឺដល់រដូវកាលគេហៅថាអាកាសធាតុល្អខ្ញុំនឹងព្យាយាមថតវីដេអូបង្ហាញពុកឲ្យបងប្អូនឲ្យបានច្រើនពីប្រទេសហូឡង់ហើយនឹងវីដេអូគ្រួសាររបស់ខ្ញុំអញ្ចឹងណាចាហើយពុកម៉ែបងប្អូនបានឃើញតាំងពីដើមវីដេអូមកអញ្ចឹងគឺពួកយើងទៅដើរលេងហើយផ្ដិតយកទិដ្ឋភាពស្រស់ស្អាតជូនពុកម៉ែបងប្អូនទស្សនាហើយនឹងទៅញ៉ាំអីនៅហាងដែលពួកយើងតែងតែទៅអញ្ចឹងកន្លែងដែលពួកយើងចូលចិត្តចាហើយទិដ្ឋភាពនៅក្នុងប្រទេសហូឡង់ឥឡូវនេះគឺស្រស់ស្អាតហើយដូចពុកម៉ែបងប្អូនឃើញអញ្ចឹងឥឡូវនេះយើងជិះកង់ត្រឡប់ទៅផ្ទះវិញអញ្ចឹងដោយសារតែហាងនៅក្បែរផ្ទះដែរហើយវីដេអូគឺមានតែប៉ុណ្្នឹងទេជម្រាបលាជួបគ្នានៅវីដេអូក្រោយ